bà bông ônថ្ងៃនេះភ្នំពេញស្ងាត់មែនតែនស្ងាត់មនុស្សបងប្អូនជាពលរដ្ឋខ្មែរយើងចេញទៅតាមដាខេត្តអស់អញ្ចឹងនៅតាមផ្ទះតាមបុរីអីហ្នឹងស្ងាត់មែនតែននេះខ្ញុំជីនៅម្ដុំចាក់រ៉ែខ្ញុំឃើញតែផ្ទះហ្នឹងបិទទ្វារទាំងអស់ភាគច្រើនគឺប្រហែលជាទៅតាមបណ្ដាខេត្តអស់ហើយឃើញមានមនុស្សម្នាក់មួយទេគេពេលហ្នឹងផ្ទះគឺបិទទ្វារផ្ទះម្ដុំនេះអីគេបិទទ្វារភាគច្រើនបិទទ្វារយូរឃើញមានមនុស្សម្នាក់ពីរនាក់ចូលឆ្នាំនេះបានឈប់ពេលវែងអញ្ចឹងទូមិនទៅស្រុកកំណើតក៏បងប្អូនយើងខ្លះធ្វើដំណើរកំសាន្តទៅតាមកន្លែងផ្សេងគ្នាទៅតាមបណ្ដាខេត្តឬក៏បងប្អូនខ្លះអាចទៅដល់ក្រៅប្រទេសទៀតក្នុងវីដេអូនេះខ្ញុំគ្រាន់តែចែកជូនបងប្អូនពីទស្សនវិជ្ជានៅខ្ញុំនៅនេះគឺនៅជិតផ្លូវ60ម៉ែត្រដែរទេបត់តែទីទៀតទៅគឺដល់ផ្លូវ60ម៉ែត្រដែរហើយក៏ឃើញស្ងាត់អញ្ចឹងក៏ថតចែកជូនបងប្អូនយើងបានទស្សនាហើយមកតាមបណ្ដាខេត្តតាមខេត្តនានាគឺមានសភាពអ៊ូអរហើយនៅតាមវត្តអារាមហើយផ្សេងក៏ឃើញមានការតុបតែងទទួលទេវតាឬក៏អបអរសាទរបុណ្យចូលឆ្នាំថ្មីហើយកន្លែងនេះដែរគឺមានមនុស្សច្រើនទេនៅម្ដុំផ្សារចូលពីផ្សារក្មូនមកនៅក្បែរគ្នាដែរទេក៏តែម្ដងនេះនៅមានតែនៅពូជាកន្លែងនេះគឺស្ងាត់មែនតើចូលឆ្នាំចាតទៅតាមបណ្ដាខេត្តតាមអីនេះគឺនៅមានច្រើនវិញចេញពីភ្នំពេញទៅខេត្តហើយតាមវត្តអារាមឬក៏ទីជុំជននេះគឺមានលេងល្បែងលំបាំឬក៏ល្បែងវិជ្ជាប្រៃអីចំនួនការចេះទៅប៉ាន់សើនៅតែមានទេតែមិនដូចឆ្នាំមុនទស្សនវិជ្ជានេះប្លែកដែរដោយសារអត់សូវមានមនុស្សមានទឹកលុយរត់ដល់ថ្ងៃបងប្អូនអត់មានអីទេខ្ញុំគាត់ចែកអំណាចបន្តិចពីស្ថានភាពពេលបុណ្យចូលឆ្នាំ